តោះថ្ងៃនេះយើងចូលមក motion graphic ម្ដងអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបដែលយើងធ្វើឲ្យកង់ឡានរបស់យើងវិលបែបនេះជាទូទៅបើសិនជាវាអត់វិលទេយើងមកមើលចលនារបស់យើងគឺវាឆ្កងមែនតើគឺបែបនេះមើលមកវាអត់ដួសរវើកណាអញ្ចឹងបន្ទាប់ពីយើង add កង់ឡានរបស់យើងចូលមកចលនារបស់យើងវាចាប់ផ្ដើមរស់ហើយមើលទៅវា realistic ជាងមុនណាអូខេតោះឥឡូវយើងចូលមកមើលពីរបៀបនៃការធ្វើអញ្ចឹងខ្ញុំបិទភ្នែកអានេះមកហើយខ្ញុំហាយវាចេញសិនអញ្ចឹងជំហានទី1អ្នកគ្នាត្រូវធ្វើការម៉ាស់ឡានរបស់យើងឲ្យវាមានលើមានក្រោមចេះមកនេះឃើញទេដើម្បីយើងងាយស្រួលធ្វើឲ្យបូមរបស់យើងវារៀងអុកមកចលនារបស់យើងមើលមកវារៀងរស់ជាងមុនបន្តមកទៀតអ្នកនេះបង្កើត null object មួយដើម្បីឲ្យវា parent ទៅលើឡានរបស់យើងនេះដែលយើងបានម៉ាស់ចេញហ្នឹងហើយយើងធ្វើការលេងចលនានៅលើឡានរបស់យើងមកអញ្ចឹងក្នុងករណីដែលចលនារបស់យើងវាមុខក្រោយអ្នកនេះដាក់វាជា 3D layer មកអញ្ចឹងឡានរបស់យើងនេះ 3D layer ដូចគ្នាមកអញ្ចឹងយើងបានចលនាបែបនេះបន្តមកទៀតអ្នកគ្នាធ្វើការលេងបូមបន្តិចមកនៅលើអា top របស់យើងនេះម៉ាស់របស់យើងនេះខ្ញុំចុច SP មកអញ្ចឹងកន្លែងនេះគ្នាយល់នេះតើតើនឹងការលេងទៅលើ position របស់យើងនេះមានយើងលេងទៅលើអវាយរបស់យើងឲ្យវាអុកទៅលើទៅក្របន្តិចមកដើម្បីឲ្យចលនារបស់យើងមើលមកវារៀងរស់ជាងមុនបន្តមកទៀតយើងចាប់ផ្ដើមធ្វើឲ្យកង់ឡានរបស់យើងវិលម្ដងអញ្ចឹងខ្ញុំទាញកង់ឡានរបស់យើងចូលមកអញ្ចឹងយើងចាប់ផ្ដើម scale វាយើងតម្រឹមវាឲ្យត្រូវកន្លែងដែលយើងចង់ដាក់មកបន្តមកទៀតអ្នកគ្នាចាប់ផ្ដើមសេរីទៅលើ perspective របស់វាឲ្យវា match ជាមួយនឹងកង់ឡានរបស់យើងមកអញ្ចឹងបានប៉ុណ្្នឹងហើយយើងដាក់វាជា 3D layer ដែរមកហើយបន្តមកទៀតឲ្យវា link ជាមួយនឹង null object របស់យើងដែលមានឈ្មោះ car controller ហ្នឹងអញ្ចឹងនៅពេលដែលយើង play មកវាហត់ទៅតាមឡានរបស់យើងនេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់បើសិនជាយើងចង់លេងចលនាកង់ឡានរបស់យើងឲ្យវិលនេះគឺយើងអាចលេងនៅលើនេះបានទេអញ្ចឹងកន្លែងនេះអ្នកគ្នាត្រូវតែ mouse ស្ដាំនៅលើវាមួយហើយយើង pre-compose បន្តមកទៀតអ្នកគ្នាត្រូវយកអាទី1 lift attribute ហ្នឹងមកហើយយើងចុច OK អញ្ចឹងយើងចូលទៅក្នុង com របស់យើងហ្នឹងមកហើយយើងចុច all មកអ្នកគ្នាអាចធ្វើការ rotate កង់ឡានរបស់យើងឲ្យវាវិលបានហើយឃើញទេអញ្ចឹងឥឡូវខ្ញុំចេញមកនេះវិញសិនយើង control D បន្តមកទៀតយើងទាញវាមកក្រោយនេះមកឲ្យវា match ជាមួយនឹងកង់ឡានខាងក្រោយរបស់យើងអញ្ចឹងបន្ទាប់ពីសេរីហើយយើងបានកង់ឡានរបស់យើងមកហើយអ្វីដែលយើងនៅគឺយើងធ្វើឲ្យកង់ឡានរបស់យើងវាវិលអញ្ចឹងយើងចូលទៅក្នុង com របស់យើងប៉ុន្តែយើងត្រូវដាក់ CTI របស់យើងនេះឲ្យវាត្រូវកន្លែងនេះមកបន្តមកទៀតយើងបើក com យ៉ាន់ឡានរបស់យើងមកចានេះខ្ញុំ reset វាមក0សិនហើយយើង add keyframe វាមួយយើងទាញ CTI របស់យើងមកមុខមកប៉ុន្តែយើងអត់ដឹងថាចលនារបស់យើងវាវិលធម្មតាទេអញ្ចឹងយើងចូលមក com ដើមរបស់យើងសិនមកនេះយើងដាក់ឲ្យធំនេះមកហើយចាំយើងចូលទៅក្នុង com យ៉ាន់ឡានរបស់យើងឥឡូវខ្ញុំដាក់ឲ្យវាវិល300អូខេខ្ញុំយកប៉ុណ្ណឹងមកហើយខ្ញុំ select នេះខ្ញុំ F9 វាមកចូលមក com ដើមរបស់យើងសិនហើយយើង play វាមើលសិនចឹងអ្នកគ្នាមកមើលកន្លែងចលនានៃកង់ឡានរបស់យើងបើសិនជាវាអត់ទាន់ម៉ាច់វាអត់ទាន់ symmetry គ្នាទេអ្នកគ្នាអាចសេរីទៅលើ keyframe របស់យើងបាននៅកន្លែងហ្នឹងណាចឹងចុងក្រោយអ្នកគ្នាគ្រាន់តែសម្រួលទៅលើចលនារបស់យើងឲ្យវាមើលមកវា symmetry ចូលគ្នាមកបានហើយអូខេចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងតាក់ទងទៅនឹងការធ្វើឲ្យកង់ឡានរបស់យើងវិលហ្នឹងសង្ឃឹមថាវានឹងអាចជាប្រយោជន៍សម្រាប់អ្នកនរគ្នាហើយបើសិនជាចង់ដឹងអីបន្ថែមទៀតអាច comment នៅវីដេអូខាងក្រោមយើងជួបគ្នានៅវីដេអូក្រោយ